បាទសូមជម្រាបសួរបាទថ្ងៃនេះមកបង្ហាញស្វាយទៀតបងប្អូនស្វាយមកតែទៀបដល់ហើយបងប្អូនទៀបបាទផ្លែល្អនេះផ្លែបើនិយាយពីផ្លែវិញឡើងខៀវតែចាស់នេះបងប្អូនផ្លែនេះចាស់ណាឡើងចិត្តល្មមទុំហើយនៅខាងនេះទៀតខាងនេះក៏ចាស់ដែរចិត្តល្មមទុំហើយផ្លែល្អគ្មានសារធាតុគីមីទេបងប្អូនដាំដោយធម្មជាតិផ្លែមួយទេតែមានដំណាក់កាលវាផ្លែដើមនេះមានរហូតដល់តែ4ដំណាក់កាលនេះដំណាក់កាលដំបូងដំណាក់កាលបន្ទាប់នោះនេះ是ដំណាក់កាលបន្ទាប់ហើយនេះក៏បន្ទាប់ដែរហើយនេះទី3បងប្អូនហើយនោះទី4នេះទី4អានេះទី5ដំណាក់កាល5ដំណាក់កាលបងប្អូនម្ដងនេះផ្លែរហូតដល់ទៅ5ដំណាក់កាលហើយផ្លែរីដើមធំល្មមណាដើមនេះមានអាយុកាល4ឆ្នាំហើយបងប្អូនស្វាយកៅលមៀតដើមល្អដោយសារតែយើងមានប្រព័ន្ធបង្ហូរទឹកយើងមកស្រោចស្រពគល់តែមិនមែនបង្ហូរជោគជាំទេយើងបង្ហូរលក្ខណៈថាមួយថ្ងៃយើងបង្ហូរ4ដងឬក៏5ដងយើងបង្ហូរមកគាត់តែ30ទៅនេះក៏បច្ចេកទេសរបស់ខ្ញុំណារបស់ខ្ញុំទេខ្ញុំបង្ហូរមួយថ្ងៃ4ទៅ5ដងគាត់តែ30ក៏ទៅនោះមើលផ្លែបងប្អូនផ្លែល្អណាស់នេះបច្ចេកទេសរបស់ខ្ញុំទេហើយផ្លែក៏កាន់ល្អទៀតកាន់បានច្រើនដោយសារយើងអត់មានបាញ់ថ្នាំគីមីទេយើងអត់មានដាក់ជីដែរជីក៏ដាក់ដែរដើមនេះអត់ដាក់ជីទេតែខ្ញុំនិយាយពីប្រព័ន្ធដើមហ្នឹងវិញដើមហ្នឹងពីដំបូងឡើយយើងអត់មានប្រព័ន្ធទឹកមកអត់មានប្រព័ន្ធទឹកបហូរមកយើងអត់មានប្រព័ន្ធទឹកបហូរមកគឺដើមហ្នឹងក៏ប្រឹងអត់ផ្លែទេតាមអស់រយៈកាល3ឆ្នាំអត់មានផ្លែទេគឺទទេតែម្ដងបន្តមកទៀតក៏យើងមានប្រព័ន្ធបហូរទឹកមកយើងបហូរទៅឆ្នាំទី4ក៏ផ្លែឆ្នាំទី5ក៏ផ្លែឥឡូវផ្លែមកអែបងប្អូនផ្លែអស់ទាស់តែម្ដងហើយល្អផ្លែយើងអាចទទួលយកបានផ្លែនៅលើទៀតក៏ថាដំណាក់កាលទី1នេះខ្ញុំបេះហូបអស់បេះហូបចាស់អត់ជូរទេផ្អែមបេះស្លុកអំបិលទេឆ្ងាញ់ជាតិមកណូធំល្អនេះចាំមើលវីដេអូបន្តទៀតខ្ញុំនឹង review អំពីថាធ្វើយ៉ាងម៉េចដើម្បីឲ្យស្វាយនេះម្ដងនេះល្អផ្លែធំល្អធំប៉ុណ្ណឹងបាត់ដៃខ្ញុំធំជាងបាត់ដៃខ្ញុំទៀតតែធានាអត់មានគីមីទេហើយខ្ញុំនឹងធ្វើវីដេអូបង្ហាញថាគឺធ្វើយ៉ាងម៉េចដាំយ៉ាងម៉េចអត់មានគីមីហើយដើមល្អទៀតហើយអត់ដាក់ជីទៀតបាទចឹងក៏សូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតពីដើមរហូតដល់ចប់នៅវីដេអូបន្តទៀតខ្ញុំនឹងធ្វើបទបង្ហាញអំពីដំណាំហូបផ្លែក្នុងជាការតាលៀងនៅភូមិចំណាំក្នុងស្រុកបៃកបាសខេត្តតាកែវជាបន្តទៀតនៅជុំវិញហើយមានច្រើនណាមានចម្រោះតែម្ដងបាទចឹងក៏សូមអរគុណសូមជម្រាបលាបាយបងប្អូន